វីដេអូនេះគឺជាសម្ភារៈបណ្ដុះបណ្ដាលស្ដីពីនីតិវិធីការងារលើកសម្ភារៈដោយស្ទូចបង្គោលនិងវិធានសុវត្ថិភាពចាំបាច់ដែលត្រូវអនុវត្តសូមមើលវីដេអូនេះរហូតដល់ចប់មុនពេលធ្វើការងារនិងពិនិត្យមើលហានិភ័យជាមុនដើម្បីការពារឧបទ្ទហេតុនិងអនុវត្តការងារឲ្យមានសុវត្ថិភាពចំណុចអនុវត្តរួមខាងក្រោមនេះគឺជាការអនុវត្តទូទៅដែលត្រូវគោរពនៅពេលធ្វើការលើកសម្ភារៈដោយស្ទូចបង្គោលនៅពេលធ្វើការងារត្រូវពាក់ឧបករណ៍ការពារសុវត្ថិភាពជានិច្ចមុននិងបន្ទាប់ពីការងារត្រូវរក្សាស្ថានភាពរៀបចំឲ្យមានរបៀបរៀបរយជានិច្ចការងារទាំងអស់ត្រូវអនុវត្តបន្ទាប់ពីទទួលបានការអនុញ្ញាតពីការងារនៅពេលធ្វើការងារត្រូវធានាផ្លូវដំណើរនិងកន្លែងឲ្យមានគ្រប់គ្រាន់នៅពេលធ្វើការងារលើទីខ្ពស់លើសពី2ម៉ែត្រត្រូវភ្ជាប់ខ្សែសុវត្ថិភាពហាមដកចេញឬដោះឧបករណ៍សុវត្ថិភាពដោយខ្លួនឯងហាមឲ្យចូលក្បែរនៅពេលធ្វើការលើកទំនិញធ្ងន់ដោយប្រើក្រង់ចំណុចត្រួតពិនិត្យមុនការងារខាងក្រោមនេះជាចំណុចដែលត្រូវត្រួតពិនិត្យមុនពេលធ្វើការងារត្រូវពិនិត្យស្ថានភាពការពាក់ឧបករណ៍ការពារផ្ទាល់ខ្លួនត្រូវពាក់មួកសុវត្ថិភាពស្បែកជើងសុវត្ថិភាពខ្សែសុវត្ថិភាពអាវសុវត្ថិភាពនិងស្រោមដៃការពារការចាប់ច្របាច់ត្រូវពិនិត្យស្ថានភាពខ្សែចុងនិងឧបករណ៍ភ្ជាប់ link clutch ត្រូវពិនិត្យស្ថានភាពខាងក្រៅនៃភ្លុកសុវត្ថិភាពខ្សែដែកនិងស្ថានភាពដំណើរការរបស់ឧបករណ៍បិទបើកទំពប់ត្រូវពិនិត្យស្ថានភាពឧបករណ៍ការពារការបែកឬដួលរបស់ជណ្ដើរចល័តឬជណ្ដើរបន្ទាប់ពីយន្តដឹកជញ្ជូនឈប់ត្រូវពិនិត្យថាម៉ាស៊ីនស្ថិតក្នុងស្ថានភាពបិទនិងបានដំឡើងឧបករណ៍ទប់កង់រួចរាល់ចាប់ពីពេលនេះទៅយើងនឹងពន្យល់អំពីនីតិវិធីការងារលើកសម្ភារៈដោយស្ទូចបង្គោលការងារលើកសម្ភារៈដោយស្ទូចបង្គោលនៅពេលធ្វើការលើរថយន្តមុនពេលធ្វើការងារត្រូវអនុវត្តច្បាប់ជាសកលជានិច្ចរថយន្តដឹកជញ្ជូនត្រូវបិទម៉ាស៊ីនតាមការណែនាំរបស់អ្នកផ្ដល់សញ្ញាហើយអ្នកធ្វើការត្រូវពិនិត្យថាម៉ាស៊ីនបានបិទរួចហើយដាក់ឧបករណ៍ទប់កង់លើរថយន្តកម្មករតាក់ទងជាមួយអ្នកបញ្ជាស្ទូចបង្គោលតាមវិទ្យុតាក់ទងហើយបញ្ជាឲ្យទម្លាក់ខ្សែស្ទូចចុះលើសម្ភារៈកម្មករដំឡើងជណ្ដើរដែលមានឧបករណ៍ការពារការក្រឡាប់ outrigger នៅលើដីកម្មករត្រូវភ្ជាប់ខ្សែសុវត្ថិភាពរបស់ខ្លួនទៅនឹងឧបករណ៍សុវត្ថិភាព safety block ដែលបានដំឡើងនៅលើខ្សែស្ទូចប្រសិនបើមិនភ្ជាប់ខ្សែសុវត្ថិភាពទេអាចបង្កឲ្យមានគ្រោះថ្នាក់ឬធ្លាក់ពីកម្ពស់កម្មករដែលបានភ្ជាប់ខ្សែសុវត្ថិភាពត្រូវធ្វើការជាក្រុម2នាក់និងឡើងលើសម្ភារៈតាមជណ្ដើរបន្ទាប់ពីឡើងលើសម្ភារៈត្រូវដំឡើងឧបករណ៍ចងលើកពីចំណុចដែលឆ្ងាយពីជណ្ដើរជាមុនបន្ទាប់ពីភ្ជាប់ចំណុចទាំងអស់រួចរាល់កម្មករត្រូវថយក្រោយនិងចុះតាមជណ្ដើរជាក្រុម2នាក់ការចុះជណ្ដើរដោយបែរមុខទៅមុខអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ធ្លាក់បន្ទាប់ពីចុះដល់ដីកម្មករត្រូវដោះឬផ្ដាច់ខ្សែសុវត្ថិភាពបន្ទាប់មកផ្លាស់ទីសម្ភារៈទៅកាន់រថយន្តដឹកជញ្ជូនក្នុងអំឡុងពេលលើកសម្ភារៈហាមឡើងលើរថយន្តជាមុនដើម្បីការពារគ្រោះថ្នាក់ធ្លាក់កម្មករដំឡើងជណ្ដើរដែលមាន outrigger នៅលើរថយន្តដឹកជញ្ជូននៅលើដីកម្មករត្រូវភ្ជាប់ខ្សែសុវត្ថិភាពទៅនឹង safety block ដែលបានដំឡើងនៅលើខ្សែស្ទូចកម្មករដែលបានភ្ជាប់ខ្សែសុវត្ថិភាពត្រូវឡើងលើរថយន្តតាមជណ្ដើរជាក្រុម2នាក់ប្រសិនបើសម្ភារៈមានកម្ពស់លើសចង្កេះត្រូវដំឡើងជណ្ដើរបន្ថែមនិងធ្វើការជាក្រុម2នាក់បន្ទាប់ពីឡើងលើសម្ភារៈត្រូវដោះឧបករណ៍ចងលើកពីចំណុចដែលនៅជិតជណ្ដើរជាមុនបន្ទាប់ពីដោះចំណុចភ្ជាប់ទាំងអស់រួចរាល់កម្មករត្រូវថយក្រោយនិងចុះតាមជណ្ដើរជាក្រុម2នាក់ត្រូវចុះជណ្ដើរដោយបែរមុខចូលទៅកាន់ជណ្ដើរបន្ទាប់ពីចុះដល់ដីកម្មករត្រូវផ្ដាច់ខ្សែសុវត្ថិភាពចេញពី safety block កម្មករតាក់ទងជាមួយអ្នកបញ្ជាស្ទូចបង្គោលដើម្បីបញ្ជាឲ្យដកខ្សែស្ទូចឲ្យឆ្ងាយពីយន្តបន្ទាប់ពីការងារទាំងអស់បានបញ្ចប់អ្នកបើកបរត្រូវផ្ទៀងផ្ទាត់ថាម៉ាស៊ីនបានបិទហើយចងសម្ភារៈឲ្យរឹងមាំយ៉ាងតិច2ចំណុចកម្មករដោះឧបករណ៍ទប់កង់ stopper ចេញពីយន្តបន្ទាប់មកណែនាំរថយន្តដឹកជញ្ជូនឲ្យចាក់ចេញពីតំបន់ការងារដោយសុវត្ថិភាពការងារលើកសម្ភារៈដោយស្ទូចបង្គោលនៅពេលអនុវត្តការងារនៅលើដីរថយន្តដឹកជញ្ជូនត្រូវឈប់នៅទីតាំងដែលបានកំណត់តាមការណែនាំបិទម៉ាស៊ីននិងផ្ទៀងផ្ទាត់ថាម៉ាស៊ីនបានបិទរួចមុនពេលដាក់ឧបករណ៍ទប់កង់ stopper អ្នកបើកបរត្រូវផ្ទៀងផ្ទាត់ថាម៉ាស៊ីនបានបិទហើយធ្វើការចងសម្ភារៈដែលបានទុកឲ្យរឹងមាំកម្មករតាក់ទងជាមួយអ្នកបញ្ជាស្ទូចបង្គោលតាមវិទ្យុតាក់ទងហើយបញ្ជាឲ្យទម្លាក់ខ្សែស្ទូចចុះលើរថយន្តដឹកជញ្ជូន
កម្មករដំឡើងជណ្ដើរដែលមានឧបករណ៍ការពារការក្រឡាប់ Outrigger នៅលើដីកម្មករត្រូវភ្ជាប់ខ្សែសុវត្ថិភាពរបស់ខ្លួនទៅនឹងឧបករណ៍សុវត្ថិភាព Safety Block ដែលបានដំឡើងនៅលើខ្សែស្ទូចកម្មករដែលបានភ្ជាប់ខ្សែសុវត្ថិភាពត្រូវធ្វើការជាក្រុម2នាក់និងឡើងលើរថយន្តដឹកជញ្ជូនតាមជណ្ដើរប្រសិនបើសម្ភារៈនៅលើរថយន្តមានកម្ពស់លើសចង្កេះត្រូវដំឡើងជណ្ដើរបន្ថែមនិងធ្វើការជាក្រុម2នាក់បន្ទាប់ពីឡើងលើសម្ភារៈត្រូវដំឡើងឧបករណ៍ចងលើកពីចំណុចដែលឆ្ងាយពីជណ្ដើរជាមុនបន្ទាប់ពីដោះចំណុចភ្ជាប់ទាំងអស់រួចរាល់កម្មករត្រូវថយក្រោយនិងចុះតាមជណ្ដើរជាក្រុម2នាក់បន្ទាប់ពីចុះដល់ដីកម្មករត្រូវផ្តាច់ខ្សែសុវត្ថិភាពចេញពី Safety Block បន្ទាប់ពីបញ្ចប់ការងារត្រូវផ្លាស់ទីជណ្ដើរទៅកាន់ទីតាំងដែលមានសុវត្ថិភាពបន្ទាប់ពីដកជណ្ដើរចេញកម្មករត្រូវទៅកាន់ទីលានស្តុកសម្ភារៈដើម្បីពិនិត្យភាពរាបស្មើនៃផ្ទៃដីនិងកំណត់ទីតាំងឈើត្រត្រង់បន្ទាប់មកផ្លាស់ទីសម្ភារៈទៅកាន់ទីលានស្តុកត្រូវធានាតំបន់លើកសម្ភារៈឲ្យមានសុវត្ថិភាពនិងគ្រប់គ្រងការចូលចិត្តរបស់បុគ្គលិកយ៉ាងតឹងរ៉ឹងដើម្បីការពារគ្រោះថ្នាក់ពីការធ្លាក់សម្ភារៈនៅពេលសម្ភារៈមកដល់កម្រិតភ្នែកត្រូវប្រើខ្សែណែនាំដើម្បីកែតម្រូវទីតាំងប្រសិនបើកម្មករចូលទៅធ្វើការរវាងសម្ភារៈអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ត្រូវគៀបត្រូវដាក់ឈើទ្រទ្រង់រវាងសម្ភារៈជានិច្ចមុនពេលរៀបចំដាក់ស្តុកបន្ទាប់ពីការរៀបចំដាក់ស្តុករួចរាល់កម្មករត្រូវដំឡើងជណ្ដើរដែលមាន Outrigger នៅលើដីកម្មករត្រូវភ្ជាប់ខ្សែសុវត្ថិភាពរបស់ខ្លួនទៅនឹង Safety Block ដែលបានដំឡើងនៅលើខ្សែស្ទូចកម្មករដែលបានភ្ជាប់ខ្សែសុវត្ថិភាពត្រូវធ្វើការជាក្រុម2នាក់និងឡើងលើសម្ភារៈតាមជណ្ដើរបន្ទាប់ពីឡើងលើសម្ភារៈត្រូវដោះឧបករណ៍ចងលើកពីចំណុចដែលនៅជិតជណ្ដើរជាមុនបន្ទាប់ពីដោះចំណុចភ្ជាប់ទាំងអស់រួចរាល់កម្មករត្រូវថយក្រោយនិងចុះតាមជណ្ដើរជាក្រុម2នាក់បន្ទាប់ពីចុះដល់ដីកម្មករត្រូវដោះឬផ្តាច់ខ្សែសុវត្ថិភាពបន្ទាប់ពីបញ្ចប់ការងារត្រូវផ្លាស់ទីជណ្ដើរទៅកាន់ទីតាំងដែលមានសុវត្ថិភាពកម្មករដោះឧបករណ៍ទប់កង់ Stopper ចេញពីយន្តដឹកជញ្ជូនបន្ទាប់មកណែនាំរថយន្តដឹកជញ្ជូនឲ្យចាក់ចេញពីតំបន់ការងារដោយសុវត្ថិភាពការធ្វេសប្រហែសតូចអាចនាំឲ្យមានគ្រោះថ្នាក់ធំសូមគោរពនីតិវិធីសុវត្ថិភាពដើម្បីអនុវត្តការងារឲ្យមានសុវត្ថិភាពនៅថ្ងៃនេះផងដែរ